បាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS សម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាពីដំណោះស្រាយបញ្ហាការតាំងរូបលើអេក្រង់ចាក់សោក៏ដូចជាលើ home screen មនុយកម្មវិធីរបស់យើងណាបាទដោយនៅលើ home screen មនុយកម្មវិធីរបស់យើងវាចេញរូបបែបព្រិលblur អញ្ចឹងណាចេញរូបដែរប៉ុន្តែរូបព្រិលរូបវារៀងស្អាប់ព្រិលអញ្ចឹងណាបាទចំណែកឯនៅលើអេក្រង់ជាប់សោរបស់យើងវិញគឺចេញរូបច្បាស់ធម្មតាអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យរូបទាំងពីរទាំង home screen និង lock screen វាចេញជារូបភាពច្បាស់ដូចគ្នាតោះទស្សនាវីដេអូជាមួយខ្ញុំអូខេអញ្ចឹងជំហានដំបូងយើងអូសរបាខាងលើផ្នែកខាងឆ្វេងមកបាទអូសមកវាចេញជាតម្រង់បែបនេះបាទបន្តមកទៀតបងប្អូនសកត់ទៅលើរូបអេក្រង់ចាក់សោរបស់យើងមកបាទសកត់ទៅលើរូបអេក្រង់ចាក់សោរបស់យើងឲ្យជាប់យូរមកបន្តមកវានឹងចេញជាតម្រង់បែបនេះហើយបងប្អូនចុចទៅលើពាក្យថាcustomize នេះបាទចុចកន្លែង customize ហើយបងប្អូនយកនេះកន្លែងពាក្យថា home screen ហ្នឹងបាទចុចយកហ្នឹងមកបន្ទាប់មកបងប្អូននឹងឃើញកន្លែងសញ្ញាដំណក់ទឹកនេះបាទអញ្ចឹងបងប្អូនគ្រាន់តែចុចទៅលើសញ្ញាដំណក់ទឹកហ្នឹងមកដើម្បីបិទមុខងារ blur ណាមុខងារ blur background រូបភាពរបស់យើងបាទយើងចុចកន្លែងសញ្ញាដំណក់ទឹកហ្នឹងមកអូខេបងប្អូនឃើញច្បាស់ហ៎បាទតែប៉ុណ្ណឹងគឺរួចរាល់ហើយបាទអូខេអញ្ចឹងយើងចុចបន្ទាប់ពីយើងចុចបិទសញ្ញាតំណក់ទឹកហើយបងប្អូនចុចដានមកនៅខាងលើហ្នឹងបាទចុចដាននេះអូខេបន្តមកទៀតយើងចុចទៅលើរូបរបស់យើងមកប៉ក់មកបាទប៉ុណ្ណឹងគឺជាការស្រេចឥឡូវចាំមើលយើងចេញពីអេក្រង់ចាក់សោទៅ home screen មើលបាទបងប្អូនឃើញទេគឺវាចេញជារូបភាពច្បាស់ធម្មតាច្បាស់ទាំងអស់វាមិនមែនរូប blur ឬក៏រូបព្រិលអីទេបាទអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺខ្លីៗប៉ុណ្ណឹងទេបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនមានជាចម្ងល់អត់យល់តាមអត់តន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានហើយយើងនឹងជួបគ្នានៅវីដេអូក្រោយក្នុង Channel កណ្ដាល iOS